ចាសសូមអញ្ញាក្រជំនួសសូមលោកតាលោកយាយពុកម៉ែមេបងប្អូនសំណាក់ចាស់ស្ដាប់បេះដូងទាំងអស់គ្នាចាសសូមសោកកុំកាន់ភេទរជាជីវិតនឹង Channel YouTube ដែលមានឈ្មោះថាសុវតីដោយនាងខ្ញុំបានបង្ហាញលើវីដេអូអញ្ចឹងណាពុកម៉ែបងប្អូនទាំងអស់គ្នាចាបានឃើញហើយកុំភ្លេចចុចជាម្នាក់មួយផងណាណាប់ចានបេះដូងទាំងអស់គ្នាសូមអរគុណទុកជាមុនចឹងថ្ងៃនេះគឺបញ្ជូនមួយវីដេអូថ្មីបាទនាងខ្ញុំធ្វើជាមួយស្ងោរតឡាតចាពុកម៉ែបងប្អូនអើយកុំឲ្យចាំយូរទៅមើលគ្រឿងផ្សំវិធីធ្វើទាំងអស់គ្នាណាណាប់ចានបេះដូងទាំងអស់គ្នាចាជាដំបូងនាងខ្ញុំមានតឡាតមួយផ្លែចិត្តកង់តាមចំណងចំណូលចិត្តទៅពុកម៉ែបងប្អូនអើយតែថ្ងៃនេះនាងខ្ញុំចិត្តរឿងធំបន្តិចចឹងណាពុកម៉ែបងប្អូនទាំងអស់គ្នាចាហើយខាងនេះវិញគឺនាងខ្ញុំមានជាមួយឆ្អឹងជំនីជ្រូកពុកម៉ែបងប្អូនអើយចាកាត់ជាដុំទៅនាងខ្ញុំកាត់នឹងជ្រុលពុកម៉ែបងប្អូនអើយហើយខាងនេះគឺមានជាមួយនឹងខ្ទឹមសយើងដែលបានចិញ្ច្រាំហើយនឹងហៀបប៊ីយូហឺដែលយើងបានលាងទឹកស្អាតហើយចឹងណាពុកម៉ែបងប្អូនទាំងអស់គ្នាចាធ្វើការដាក់ដាំឆ្នាំងយើងឲ្យក្តៅមកពុកម៉ែបងប្អូនទាំងអស់គ្នាចាពេលឆ្នាំងក្តៅហើយដាក់ជាមួយនឹងប្រេងឆាយើងចូលបន្តិចមកហើយយើងកលែងតែនាងខ្ញុំបានយកវែកឆាវីពុកម៉ែបងប្អូនអើយចាក៏ចាប់ផ្ដើមកលែងឆ្នាំងបន្តិចពេលដែលប្រេងឆាយើងក្តៅធ្វើការដាក់ពងមួយខ្ទឹមចឹងណាពុកម៉ែបងប្អូនទាំងអស់គ្នាចាឥឡូវខ្ទឹមយើងបានក្រហមហើយពុកម៉ែបងប្អូនក៏ចាប់ផ្ដើមធ្វើការចាក់ជាមួយនឹងឆ្អឹងជ្រូកយើងចូលពុកម៉ែបងប្អូននៅជាដំបូងត្រូវឆាជាមួយនឹងហីប៊ីយូហឺតែនាងខ្ញុំច្រឡំចុងផៅដល់ហើយពុកម៉ែបងប្អូននិយាយពីថាវល់ចាឥឡូវយើងឆាឆ្អឹងជំនីបានមកសពប់ហើយយើងក៏ចាក់ជាមួយនឹងហីប៊ីយូហឺឆាចូលមួយគ្នាចឹងណាពុកម៉ែបងប្អូនហើយបង់មួយគ្រឿងទេសមកមានដូចជាប៊ីចេងមានជាមួយនឹងស្ករហើយមានជាមួយនឹងទឹកត្រីអីអញ្ចឹងណាពុកម៉ែបងប្អូនចាគ្រឿងផ្សំនេះខ្ញុំមានធ្វើប្រមាណមុខនេះឯងពុកម៉ែបងប្អូនងាយចាពេលដាក់ហើយយើងចាប់បានធ្វើការកូរចូលជាតិគ្នាតិចមកពុកម៉ែបងប្អូនទាំងអស់គ្នាចានៅពេលចូលគ្នាហើយដាក់មួយតឡាចយើងចូលមកឲ្យធ្វើការឆាត្រឡប់ទៅដើម្បីឲ្យតឡាចយើងចូលជាតិគ្នាអញ្ចឹងណាពុកម៉ែបងប្អូនទាំងអស់គ្នាចានៅពេលដែលយើងឆាតឡាចយើងមើលថាចូលជាតិគ្នាល្អហើយហ្នឹងចាំកាលទៀតពុកម៉ែបងប្អូនអើយចាចាក់ទឹកចូលមកហើយតែប៉ុណ្ណឹងគឺធ្វើការរងាស់ទៅពុកម៉ែបងប្អូនអើយចាដល់ពេលបិទគម្របមកសធុះទៅស្លោយើងចាប់ដើមពុះហើយនៅពេលដែលតឡាចយើងឆ្អិនជាងពាក់កណ្ដាលអញ្ចឹងយើងដាក់មួយម្រេចមកពុកម៉ែបងប្អូនអើយចាហើយទុកបន្តិចទៅតឡាចយើងឆ្អិនល្អហើយពុកម៉ែបងប្អូនភ្លក់តាមចំណង់ចំណូលចិត្តមកហើយដួសដាក់ចានមកពុកម៉ែបងប្អូនទាំងអស់គ្នានៅពេលដែលដួសដាក់ចានហើយយើងបង់ជាមួយនឹងស្លឹកខ្ទឹមចុងក្រោយគេមកគឺហើយជាការស្រេចហើយមិនដែរស្ងោរតឡាចនាងខ្ញុំមកពុកម៉ែបងប្អូនទាំងអស់គ្នាតំណងអត់ចាអូយពុកម៉ែបងប្អូននោះឆ្ងាញ់ខ្លាំងមែនតើគឺជាសឡបមុខដែលនាងខ្ញុំចូលចិត្តខ្លាំងអញ្ចឹងណាពុកម៉ែបងប្អូនទាំងអស់គ្នាចាពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះបានម្ហូបអីគេដែរនាងខ្ញុំបានស្ងោរតឡាចបើអត់មានម្ហូបទេអាចញ៉ាំមួយនាងខ្ញុំបានដល់ចិត្តដល់ម្ដងទាំងអស់គ្នាចាអូយឆ្ងាញ់ខ្លាំងពុកម៉ែបងប្អូននោះហត់ពេលក្តៅអញ្ចឹងទៀតនិយាយពីថាជាតិស្លាប់កប់សេរីតែម្ដងណាពុកម៉ែបងប្អូនទាំងអស់គ្នាចាអញ្ចឹងវីដេអូនេះខ្ញុំក៏មានតែប៉ុណ្្នឹងទេអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានតាមដានទស្សនាវីដេអូនេះខ្ញុំតាំងពីដើមរហូតដល់ចប់ជូនពរពុកម៉ែបងប្អូនរហូតទៅទីមានមកគ្រប់ក្រុមគ្រួសារធ្វើដំណើរមកណាទៅណាមកណាជួបតែសុខសុវត្ថិភាពហើយការពងបន្តាឯសូមបានសម្រាប់ចឹងណាមានសុខភាពល្អទាំងអស់គ្នាណាពុកម៉ែបងប្អូនទាំងអស់គ្នាចាហើយសូមឲ្យរកលុយបានច្រើនឆាប់ដល់គោលដៅទាំងអស់គ្នាណាណាប់ចិត្តដល់បេះដូងទាំងអស់គ្នាចាអញ្ចឹងកុំភ្លេចចាំជួបគ្នានៅវីដេអូក្រោយអូនមួយទៀតសូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលតែងតែចុច like ចុច comment ដល់នាងខ្ញុំអញ្ចឹងណាអរគុណមែនទែនសម្រាប់ការរាប់អានអញ្ចឹងចាំជួបគ្នានៅវីដេអូក្រោយណាសម្រាប់ចិត្តស្នាប់បេះដូងទាំងអស់គ្នាជម្រាបលាអរគុណបាយបាយ